ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកតាមសន្យាបងប្អូនថ្ងៃនេះនឹងមកបង្ហាញអំពីរបៀបធ្វើទឹកស៊ុបម្រះរបស់យើងដោយបងប្អូនឃើញខាងដើមវីដេអូមកអញ្ចឹងគឺយើងមានបន្លែមានសាច់ក៏ដូចជាប្រហិតត្រីឆ្លាតឥឡូវនេះយើងចាប់ផ្ដើមបេះបន្លែយើងស្អាតហើយដាក់លាងវាឲ្យស្អាតហើយបងប្អូនលាងវា2វិទឹកឲ្យស្អាតបន្ទាប់ពីយើងលាងបន្លែស្អាតហើយយើងក៏ចាប់ផ្ដើមយកសាច់យើងយកមកលាងវាឲ្យស្អាតសាច់យើងដែលយើងត្រូវប្រើថ្ងៃនេះគឺមានមឹកបង្គាក៏ដូចជាសាច់គោយើងយកកន្លែងផុយមកបងប្អូនក៏ដូចជាខ្វះមិនបាននោះគឺឆ្អឹងស៊ុបបន្ទាប់ពីយើងលាងបង្គាកាត់ក្បាលកាត់កតុយអីស្អាតហើយយើងក៏ចាប់ផ្ដើមដំខ្ទឹមដំអីចឹងណាបងប្អូនដើម្បីយកទៅរំលីងវាធ្វើទឹកស៊ុបរបស់យើងឥឡូវយើងចាប់ផ្ដើមចិញ្ច្រាំខ្ទឹមហើយបងប្អូនយើងដំខ្ទឹមចិញ្ច្រាំវាឲ្យរៀងល្អិតមកដើម្បីបំពងទៅវាមានក្លិនឈ្ងុយល្អឥឡូវនេះយើងចាប់ផ្ដើមដាក់ឆ្នាំងបន្ទាប់ពីឆ្នាំងយើងក្តៅហើយគឺយើងបន្ថែមប្រេងឆាបន្តិចមកបងប្អូនដើម្បីយើងរំលីងខ្ទឹមរបស់យើងឲ្យមានក្លិនឈ្ងុយបន្ទាប់ពីខ្ទឹមយើងមានក្លិនឈ្ងុយល្អហើយនាងខ្ញុំក៏ចាប់ផ្ដើមដាក់បង្គាក្រៀមចូលបន្ទាប់ពីដាក់បង្គាក្រៀមឆាចូលហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់ឆ្អឹងស៊ុបបន្ទាប់ពីដាក់ឆ្អឹងស៊ុបចូលគឺនាងខ្ញុំចាប់ផ្ដើមដាក់ស្ករប៊ីចេងទឹកត្រីក៏ដូចជាអំបិលពុកម៉ែបងប្អូនហើយយើងឆារំលីងវាឲ្យស្ងួតទឹកបន្ទាប់ពីវាស្ងួតទឹកហើយគឺយើងចាប់ផ្ដើមបន្ថែមទឹករងាស់វាឲ្យឆ្អឹងស៊ុបយើងគឺឡើងផុយល្អបងប្អូនឥឡូវនេះយើងរងាស់ឆ្អឹងស៊ុបយើងពុះហើយយើងចាប់ដើមរងាស់វាចោលយើងមកធ្វើប្រហិតត្រីរបស់យើងចំពោះប្រហិតត្រីគឺបងប្អូនត្រូវវាយវាឲ្យឡើងស្វិតល្អទៅបានឆ្ងាញ់បងប្អូនយើងដាក់ស្ករប៊ីចេងអំបិលបន្តិចទៅបន្ទាប់មកយើងវាយឲ្យឡើងស្វិតហ្នឹងมันឆ្ងាញ់បើយើងអត់វាយវាឲ្យស្វិតទេគឺហូបអត់ឆ្ងាញ់ទេប្រហិតត្រីឆ្លាតណាឥឡូវនេះខ្ញុំចាប់ផ្ដើមវាយវាហើយទម្រាំតែឡើងស្វិតគឺចុកដៃហ៎បងប្អូនវាយទម្រាំតែវាឡើងស្វិតស្អិតជាប់ឥឡូវនេះយើងវាយវាឡើងស្អិតល្អហើយខ្ញុំក៏ចាប់ផ្ដើមយកវាមកដាក់ជាដុំតូចដើម្បីដាក់នៅក្នុងទឹកស៊ុបយើងចំពោះឆ្អឹងស៊ុបគឺនាងខ្ញុំរងាស់ឡើងផុយហើយបាទនាងខ្ញុំដាក់ប្រហិតត្រីឆ្លាតចូលឥឡូវនេះស៊ុបរបស់យើងចាប់ដើមធ្វើហើយយើងក៏ចាប់ដើមទៅធ្វើទឹកជ្រលក់ចំពោះទឹកជ្រលក់ស៊ុបម្រះគឺត្រូវប្រើទឹកត្រីកោះកុងបងប្អូនអញ្ចឹងយើងចាប់ផ្ដើមធ្វើទឹកត្រីកោះកុងចំពោះវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនរកទទួលទានមានបានទាំងអស់គ្នាណាហើយកុំភ្លេចជួយ like share និង comment ខាងក្រោមវីដេអូម្នាក់មួយផងពុកម៉ែបងប្អូនអរគុណ